ហើយជំរាបជូនអាគូនេះគឺប្រកួតក្រាបទឹកបាទក្នុងមួយទឹកហើយគឺ2នាទីដែរเป็นការប្រកួត5ទឹកថ្មីនេះបងប្អូនគិតថាណានេះក៏ប្រកួត5ទឹកប៉ុន្តែការប្រកួត5ទឹកនៅក្នុងជាមួយទឹកគឺ2នាទីបាទនេះដូចជាការសាក់មួយដែរបាទជូនទៅដល់ឋានបាទសូមបាទចូលរួមជួយ share ប្រតិបត្តិសារភាពនៃការប្រកួតទឹកថ្មីជាពិសេសគឺផ្ដល់កម្លាំងចិត្តបាទដល់កីឡាករបាទថ្នាក់របស់យើងជាបន្តទៀតហើយយើងចាប់អារម្មណ៍ទៅបាទជីវប្រវត្តិរបស់កីឡាករទាំងពីរនោះគឺរកទីជិះតុងគឺប្រកួត3ដំណាក់បងគឺបាត់តែចាក់ទេក្នុងចំណោម13បងនោះគឺមានតែការប្រកួតបាត់ប៉ះកីឡាករកម្ពុជាដូចគ្នាបាត់ប៉ះកីឡាករថៃហើយទីក្រុងនេះគឺធ្លាប់ប្រកួតបាត់ប៉ះជាមួយកីឡាករអន្តរជាតិនៅលើសង្គ្រាមទឹកខ្មែរ2ដងកាលនោះគឺឈ្នះតែ2ដងតែម្ដងប្រកួតចុងក្រោយរបស់គេនេះគឺ5ទឹកគឺមកចំនួនកីឡាករមកពីប្រទេសថៃឈ្នះបន្ទុកបាទហើយកីឡាករមកទៅគៀវវិរៈហោះហើររបស់យើងគឺ18ដងឆ្នាំនេះក៏ធ្វើបានល្អដូចគ្នាបានឈ្នះ19ដងស្មើ1ដងចាញ់1ដងបានចាញ់ម្ដងរបស់បន្ទោគីគឺចាញ់បន្ទោក្រហមតែម្ដងចឹងថ្ងៃនេះបាទវិរៈហោះហើរបាត់ថាខ្ញុំចាញ់ម្ដងចឹងធ្វើចំណែកថ្ងៃនេះចង់ឲ្យទីក្រុងនេះគឺថាមានប្រវត្តិរងឲ្យចំណែកគឺចាញ់ម្ដងដូចគ្នានៅក្នុងថ្ងៃនេះបាទតែទីក្រុងគាត់នៅតែរក្សាចំណងថាអត់ទេដល់កម្មវិធីរបស់ខ្ញុំគឺថាគឺធ្វើការប្រកួតប្រជែងបន្តទៀតហើយលក្ខណៈការគឺគ្រប់ខ្មែរ5ទឹកប៉ុន្តែគឺមួយទឹកមានតែ2នាទីតែប៉ុណ្ណោះហើយចាប់ពីគូនេះទៅគឺយើងសាកការប្រកួតបាក់គូឯកមួយទៀតបាក់គូជាការប្រកួតកម្មវិធីអន្តរជាតិរបស់កីឡាករគុំជំនាញជាមួយនឹងកីឡាករមកពីប្រទេសថៃកីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតពីលោកអ្នកកណ្ដាលលោកលោកសំខាន់បាទអរគុណកីឡាករទាំងពីរសម្រាប់បទបញ្ជាការប្រកួតពីលោកអ្នកកណ្ដាលលោកលោកសំខាន់បាទ